សួស្តីចាឥឡូវនេះគឺនាងខ្ញុំចាប់ដើមមកសាប្រហុកឲ្យពុកម៉ែបងប្អូនគឺថាអូយស្ងួតរៀងជ្រុលបន្តិចហើយនេះបើនៅរៀងទន់ជាងនេះបន្តិចគឺស្រួលនៅពេលដែលយើងបោកតែឥឡូវរៀងរឹងបន្តិចឲ្យពុកម៉ែបងប្អូនអើយវាក្តៅពេកនិយាយទៅប្រហុកនេះនាងខ្ញុំហាលម៉ោង10អីហើយហ្នឹងមើលឥឡូវឡើងស្ងួតជ្រុលប្រហុកកាលណាស្ងួតពេកចឹងវាពិបាកបុកពុកម៉ែបងប្អូនបើយើងដាក់ឲ្យរៀងអើយនៅសើមជាងនេះបន្តិចគឺងាយស្រួលបុកមែនទេនេះហើយជីវិតអ្នកចំការពុកម៉ែបងប្អូនអើយដល់ខែអីយើងគួរតែធ្វើនឹងទៅត្រីត្រូវយើងធ្វើត្រីទៅយើងឆ្អើរត្រីយើងធ្វើប្រហុកយើងធ្វើផ្អកធ្វើម៉ាំអីចឹងទៅតាមអ្នកចូលចិត្តតែចំពោះនាងខ្ញុំពុកម៉ែបងប្អូននាងខ្ញុំអត់ដែលធ្វើម៉ាំទេធ្វើផ្អកក៏មិនដែលធ្វើដែរដោយសារតែនាងខ្ញុំមិនសូវចូលចិត្តបរិភោគខែដែលត្រីត្រូវភាគច្រើនគឺនាងខ្ញុំចូលចិត្តធ្វើត្រីឆ្អើរនឹងធ្វើប្រហុកដូចនាងខ្ញុំជម្រាបនៅក្នុងវីដេអូដែលនាងខ្ញុំកាត់ត្រីប្រហុកចឹងពុកម៉ែបងប្អូនត្រីឆ្អើរទោះយើងអត់បានធ្វើយើងអាចទិញគេយកមកបរិភោគបានហើយរីឯប្រហុកវិញគឺយើងមិនអាចទិញគេយកមកបរិភោគបានទេពុកម៉ែបងប្អូនដោយសារតែប្រហុកនោះយើងអត់អាចលាងទឹកបានពេលខ្លះយើងទិញគេយើងអត់ស្និតទេមិនដឹងថាគេធ្វើបែបណាបើធ្វើខ្លួនឯងគឺល្អណាស់ដាក់ហាលអីត្រឹមត្រូវអញ្ចឹងទៅតែនឹងខ្ញុំអត់បានធ្វើនេះទេពុកម៉ែបងប្អូនអើយអត់បានឆ្អើរត្រីស្ដាយដែរតម្រាំតែវាយចង្អើរហើយស្អែកឡើងគេបិទបដ ாய் អត់មានត្រីត្រូវវាមាននៅតែឯក្រោមនាងខ្ញុំអត់បានជីទៅទិញទេពុកម៉ែបងប្អូនដោយសារតែកូននាងខ្ញុំរវល់រៀនអញ្ចឹងទៅគេអត់មានពេលដប់ទៅហើយនាងខ្ញុំក៏មិនបានសុំលេខទូរស័ព្ទគេយកមកទិញឲ្យគេដឹកយកមកឲ្យអញ្ចឹងណាអូយល្អណាស់ពុកម៉ែបងប្អូនសក់ស្គុះតែម្ដងតែនាងខ្ញុំហារៀងស្ងួតជ្រុលបន្តិចហើយនេះហើយនាងខ្ញុំហាលើរនៀបរស័យពុកម៉ែបងប្អូនរនៀបដែលនាងខ្ញុំដំធ្វើចង្អើរថ្ងៃមុននោះដល់ពេលអញ្ចឹងទៅវាស្ងួតជ្រុល20 គីឡូត្រីមិនដឹងបានថៃជាប្រមាណគីឡូប្រហុកទេតែបានប្រមាណក៏មិនខ្វល់ដែរយើងទុកហូបនិយាយទៅប៉ុណ្ណេះត្រីប៉ុណ្ណេះពុកម៉ែបងប្អូនក្នុងមួយឆ្នាំគឺយើងអាចបរិភោគបានហើយដៃលឿនឆ្កឹះនៅនឹងឯងក្តៅនិយាយពីថារុយមកកវែលល្ងោងតែម្ដងគ្រាន់តែបកស្បៃភ្លាមនិយាយពីអូក៏ទៅសัตว์នឹងមែនណាពុកម៉ែបងប្អូនហើយចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេចាំជួបនឹងខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណសូមជម្រាបលា